តោះស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ YouTube Channel របស់ពួកយើងបន្តទៀតថ្ងៃនេះខ្ញុំចែកម្លែកទៅដល់គ្នាអំពីរបៀបនៅក្នុងការដាក់ Oropharyngeal airway ឬក៏យើងហៅថា Canal ឬក៏ Canal airway អញ្ចឹងឬក៏ OPA អញ្ចឹងតើគេដាក់របៀបម៉េចចាអញ្ចឹងឲ្យវាធីវាគោលបំណងវា Oropharyngeal airway គឺដាក់ទី1គឺជាគេថាវាកោងចេះហើយដាក់ក្នុងគោលបំណងម៉េចដើម្បីកុំឲ្យដាតគោលដាតហ្នឹងវាធ្លាក់ទៅបិទជាមួយនឹងផ្លូវខ្យល់ហើយរែងវាពី0ទៅដល់6ហើយក្រៅពីបិទផ្លូវខ្យល់ក៏វាមានតួនាទីដែរវាមានតួនាទីធ្វើឲ្យវាមានតួនាទីធ្វើឲ្យគេហៅថាជាផ្លូវសម្រាប់បូមស្លេះណាជាផ្លូវសម្រាប់បូមស្លេះអូខេមួយទៀតវាមានម៉ូដវាមានច្រើនប្រភេទដូចវាមានរបៀបនេះចឹងទៅវាមានរបៀបនេះចឹងទៅអានេះប្រហោងសងខាងក៏មានដែរអានេះវាប្រហោងកដាលចឹងណាប្រហោងសងខាងប្រហោងកដាលចឹងទៅអញ្ចឹងភាគច្រើន OPA ឬក៏ Oropharyngeal airway គឺយើងធ្វើនៅក្នុងករណីដែលនៅក្នុងករណីដែលអ្នកជំងឺនឹងគាត់ unconscious បាត់បង់ gag reflex អត់ឆ្លួអត់អីណាព្រោះបើសិនបើយើងឲ្យអ្នកជំងឺដាក់អ្នកជំងឺដែលគាត់មាន gag reflex គាត់លេបបានអីបានគឺវាធ្វើឲ្យគាត់នឹងពិបាកពេលខ្លះយើងលេបបានទេតែដល់ពេលយើងដាក់អាហ្នឹងទៅវាទើដាតយើងកលៀអត់កើតណាដល់ពេលកលៀកើតវាតាក់វាធ្វើឲ្យអ្នកជំងឺហ្នឹងកាន់តែវេទនាទៀតវិញអញ្ចឹងវាធ្វើអ្នកជំងឺកាន់តែវេទនាវិញហើយមួយទៀត Oropharyngeal airway ហ្នឹងគឺវាធ្វើមិនការពារកុំឲ្យដាតធ្លាក់ដើម្បីកាលណាដាតធ្លាក់ទៅវាធ្វើឲ្យអ្នកជំងឺហ្នឹងគឺ block airway ហើយ block airway គាត់ពិបាកដល់ដង្ហើមស្ទះផ្លូវដង្ហើមវិញហ្នឹងទៅអាហ្នឹងគឺជារឿងដែលយើងត្រូវគិតដែលយើងជារឿងដែលយើងត្រូវពិចារណាណាជារឿងដែលយើងត្រូវគិតត្រូវពិចារណាអូខេតមកទៀតយើងមើលទៅលើ contraindication អញ្ចឹងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺអ្នកជំងឺហ្នឹងគឺគេកាលណាអ្នកជំងឺហ្នឹងគឺគាត់មានដឹងខ្លួនមានកម្រិតស្មារតីគឺគេអត់ដាក់ទេព្រោះដល់ពេលដែលដាក់ទៅវាធ្វើឲ្យគាត់ហ្នឹងពិបាកលេពិបាកធ្វើការវិញពិបាកធ្វើចលនាវិញណាអញ្ចឹងវាធ្វើឲ្យពិបាកវេទនាមែនតើពិបាកវេទនាមែនតើអញ្ចឹងលេទៅមុតអត់កើទេលេទៅលេទៅស្លាក់លេទៅអីហ្នឹងទៅអញ្ចឹងអ្វីដែលជាការត្រឹមត្រូវគឺគេដាក់ចំពោះអ្នកជំងឺណាដែលគាត់បាត់បង់ស្មារតីក៏មិនអាចការពារផ្លូវដង្ហើមបានក៏មិនអាចការពារផ្លូវខ្យល់បានអញ្ចឹងណាអូខេអញ្ចឹងដំបូងមុននឹងពេលដាក់យើងត្រូវរៀបចំពីទីតាំងឲ្យបានត្រឹមត្រូវគឺវាបោះវែងត្រឹមត្រូវគឺបោះពីមាត់ទៅដល់ទងត្រចៀកអញ្ចឹងណាគេបោះហើយឥឡូវថាសមស្របនឹងអ្នកជំងឺហ្នឹងហើយកាលណាពីមាត់នេះទៅទងត្រចៀកអញ្ចឹងហើយវាសមស្របមែនអ្នកជំងឺហ្នឹងដាក់អាហ្នឹងត្រូវហើយទៅមកទៀតយើងដាក់ទៅគេនេះបាសឡើងលើអញ្ចេះសិនពេលដែលបាសឡើងលើពេលសោកដំបូងយើងបាសឡើងលើអញ្ចេះទៅមកទៀតដល់ពេលដែលសោកចូលបានពាក់កណ្ដាលហើយយើងបង្វិលត្រឡប់ទៅរូបអញ្ចឹងបាសហើយបង្វិលត្រឡប់មកដល់ពេលដែលបង្វិលត្រឡប់យើងនឹងបានរូបរាងបែបនេះវានឹងបានរូបអញ្ចឹងដល់ពេលដែលយើងដាក់ទៅមិនទៅនេះវាត្រូវអណ្ដាតនេះវាត្រូវគោលអណ្ដាតនេះអញ្ចឹងអញ្ចឹងណានេះវា Oropharyngeal airway វាត្រូវគោលអណ្ដាតកុំឲ្យធ្លាក់កាលណាដកនេះចេញឲ្យគោលអណ្ដាតវាអាចធ្លាក់មកកំបិទផ្លូវដង្ហើមឲ្យធ្វើយើងស្ទះផ្លូវដង្ហើមអញ្ចឹងណាអូខេនេះបើសិនបើ too small វាទូចពេកមិនទៅនេះទូចពេកមកនេះឃើញវាអត់ចិត្តដដែលទេវានាំទៅដដែលទេអញ្ចឹងណាហើយយើងកុំដាក់ទូចពេកវាធំពេកវាហួសចូលទៅដល់កន្លែងអីគេណា AP ក្លុតអីពិបាកទៀតទៅធំជាងមាត់ធំជាងអីដែលជាងដាក់អត់ចូលធ្វើតែជាងកាន់តែពិបាកអញ្ចឹងធ្វើម៉េចនឹងដាក់មកសមស្រួលមកសមស្របជូនអ្នកជំងឺអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវយល់ពីការប្រើប្រាស់ Oropharyngeal airway ព្រោះផ្លូវដង្ហើមគឺសំខាន់មែនទែនយូរធម្មតាអ្នកជំងឺកាលណាធ្លាក់ផ្លូវដង្ហើមស្ទះផ្លូវដង្ហើមស្លាប់បាត់បង់ស្មារតីអញ្ចឹងទៅការរកឃើញថាអ្នកជំងឺនឹងពិតជាស្ទះផ្លូវដង្ហើមគឺជារឿងដែលសំខាន់ហើយយើងត្រូវអន្តរាគមន៍ឲ្យបានលឿនទៅហើយ assessment បន្តទៀតអញ្ចឹងទៅអូខេយើងសរុបនៅក្តីគឺ Oropharyngeal airway គឺយើងធ្វើឡើងដើម្បីជួយបើកចំហនៅផ្លូវខ្យល់ក្រៅពីបើកចំហផ្លូវខ្យល់ពេលខ្លះយើងអំបូបែកប្រឡងអីហ្នឹងវាអត់ស្លាស់ល្អវាអត់អីល្អអញ្ចឹងគេអាចវាអត់ស្លាស់ល្អឬក៏សពអត់ចូលទេទៅថាជំងឺបាត់បង់ស្មារតីយើងសពដង្ហើមក៏សពអត់ចូលយើងដាក់ Oropharyngeal airway ហ្នឹងពេលខ្លះមិនប្រកបតែប៉ុណ្ណឹងអ្នកគឺបកាច់ក៏យើងអាចប្រើបានដែរអញ្ចឹងណាការពារកុំឲ្យគាត់ខាំឬក៏បិទមាត់ចិត្តឈឹងអញ្ចឹងទៅអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តដែលយើងនិយាយអំពីមេរៀនផ្សេងៗទៀតទៅនឹងការណែនាំក៏ផ្លេចចែកម្លែកទៅកាន់មិត្តភ័ក្តិរបស់បងប្អូនទាំងអស់គ្នាផង